Rương đã chụp tia lực ní, bật trên đồng thuật mình tên. Sầm nắng hai ban lộ tờ rật chuối. Nia còn sơi cho chân lộ tờ cho nó đá. Tay mình lực mang xó. Tha quạt, cọ đọc nạn nâng. Ta tôi chỉ giang na, quạt cái tờ ban cái chập luôn hay đai, hay lý tha quạt trời chọc cục hay người chân bên ban này. Hai cho đọc tờ rật vĩnh. Quạt cả đây á. Một quạt rồi tờ cả xít, hay là quạt sầm rã nằm tí pê đó. Tờ cả xít đó. Quạt bật chìm nữ lọ. Hai khla hàn tiết. Đợt ấy sầm na hơi đem sợi bạc trời xịt nơi mình toàn đằng thà trời sầm lạ rồi hốt rồi gọt đi trong đó bị bạc bong rùm tranh sách mặt đằng cá thua ba mình nối đời tức là xít vì chỉ riêng để cua ở sọp quên na mình mạch bảo đom thế tôi chỉ già ná có việc bàn bạc bong đọc này đây rồi đây khai hàn mình thế bàn trăm sải chưa một nhật mà đòn tiền doctor đã tới buồn chẳng mà đang dùng miền bên xây xa xa của mà nẹp lùi vào đom thế ba nhưng mà vậy bà hoặc na ខ្ញុំមកគុណប៉ាហើយដែលកំណងខ្ញុំពេញមួយយប់ mình men thế cứ bà này hoặc nâng than phép on ấy tăng bị tôi mỗi ai tay một có bánh hạ ở ba đó sao đây đó hốt hai lời thông quan năng hai còn nơi tình trạng thiệt bà ban từ mình đến cái này là bỏ ai hay ca nghĩa sao mà cần nô này nơi đây thì nơi chẳng vô ca nghĩa là thua khác đấy cái này dương làm gìគ្នាឲ្យនិយាយប្រាប់ឯងតាំងពីម្សិលមិញម៉េះតែគាត់មានឱកាសសោះហើយឯងដឹងរឿងហ្នឹងតាមណាគេ vì mình sập khăn này thành những đồng việc mày ta ở vậy để sập khăn cứ dương cho số ảnh gì má thằng đứa nó bây giờ mày យើងមិនដឹងថានិយាយប្រាប់ឯងមិនទេយើងនឹងនារីស្រឡាញ់គ្នាហើយរឿងនេះវាស្រាប់តែកើតឡើងតែម្ដងប៉ុន្តែយើងក៏មិនបានតាំងចិត្តថាវាកើតដែរ tay cái này đâu vậy ta thằng này đi sập khăn về với bọn nào ប៉ុន្តែគេជាបងស្រីរបស់ឯងណា chúc bây chỉ chẳng là cả đâu có ai mà tới thua lại dương trắng đây បូរ៉ាឯងកុំគិតតែខ្លួនឯងពេកឯងដឹងហើយតាគ្នារស់មិនបានយូរប្រហែលទេហើយគ្នាក៏មិនអាចបោះបង់ចោលឱកាសដែលជាសុភមង្គលសម្រាប់ជីវិតគ្នាដើម្បីឯងសុបាយចិត្តនោះបានដែរ mấy có ai giờ rượu tung mày em vô mình gì vừa mới tẹt tông xanh liệt đi ណែទៅណាយើងនេះដឹងសិនមើលឯងនិយាយគ្មានហេតុផលសោះ ai lúc làm dương nó hay được trầm trời hay miếng hẹn phao tiếp rồi ai bán thôi ta này đi ra ឯងគួរតែគោរពសិទ្ធិគេហើយឲ្យគេជ្រើសសុភមង្គលផ្ទាល់ខ្លួនឯងមានដែរគិតពីចំណុចហ្នឹងអត់ បិទមែនហើយនេះជាការសម្រេចចិត្តរបស់ខ្ញុំហើយក៏អត់មានណាគេបង្ខំខ្ញុំដែរ Này đây ca sầm lại chết ấy kê mình phải cả nhà phong tới cái cả nhà mất phẹn là đi đây ស្ដាប់ខ្ញុំសិនកញ្ញា ai pin nè hay rồi đi cả làm bình cá គឺ còn chưa kì ca thì kia mình cầm này làm đồ đi mình tăng bị đám sam không mày ca thì kia mình vô cho tức đại cho mỗi khi nhóm con thì kia trong sân cho mỗi bị sức tập vào nó មិនក៏បរានិយាយអញ្ចឹងយ៉ាងណាក៏យើងធ្លាប់ឆ្លងកាត់រឿងជាច្រើនកន្លងមកជាមួយគ្នាដែរបរាត្រូវតែជឿខ្ញុំទាំងអស់នេះទៅតែកើតឡើងទេ ខ្ញុំឆ្អើបតាសុំមិនតែដឹងថាគេផ្ទុកមេរ៉េក៏ដោយបើយើងមិនស្រឡាញ់គេទេកុំធ្វើបាបខ្លួនឯងទៅបានហើយយំទៅយំមកខ្លាំងទៅដើម្បីគេលឺ bán này bữa ra ខ្ញុំនិយាយមិនតន់ឲ្យចិត្តទេ ឯងចង់ធ្វើបាននារីដល់ណាទៀត មិនឯងចាំបាច់គ្នាអត់ បាទទេជប់ទេ មិនឯងហ៊ានវាយយើងទេអីហ៎អ្នកទាំងអស់គ្នាមើលទៅប្រធានសមាគមរបស់អ្នកទាំងអស់គ្នាឈ្មោះសេងបូរ៉ានេះស្មោះត្រង់យុត្តិធម៌ត្រឹមត្រូវហើយពូកែទៀតតែមិនហ៊ានវាយយើងទេព្រោះខ្លាចឆ្លងជំងឺអេដពីជឿយើងមែនទេ អរគុណ ខ្ញុំមិននឹកស្មានថាលោកគ្រូមកចាត់ហើយចេះធ្វើកិច្ចការទាំងអស់នេះទៀតនេះ ឥឡូវខ្ញុំអត់មានការងារធ្វើផងអាចនៅផ្ទះជួសជុលនិងរៀបចំការងារក្នុងផ្ទះបានច្រើនដូចជានៅកន្ទប់ទឹកអញ្ចឹងខ្ញុំដូរឥដ្ឋការ៉ូថ្មីដូរកន្លែងលាងដៃថ្មីហើយដាក់ទឹកការជូតថ្មីដែរតើ ខ្ញុំមិនទាន់សប្បាយចិត្តពេកអាការងារជួសជុលអីអស់ហ្នឹងណាវាមិនមែនជារឿងងាយស្រួលទេ ខ្ញុំឲ្យប្រុសជួនបន្តិចទៅបានហើយ ខ្ញុំក៏ចង់ជួយប៉ាដែរប៉ុន្តែខ្ញុំនៅទីនេះបានយូរប៉ុន្មានខ្ញុំត្រូវទៅជប៉ុន ក្មួយទៅរៀនបន្តហើយ បាទត្រូវខ្ញុំទៅរៀនបន្ត ហើយជួយឯងទៅកាល មិនតន់ច្បាស់ដែរប៉ារឿងហ្នឹងគឺស្រេចទៅលើលាក់ នេះណាគេលាក់ហ្នឹង ក
សុំទោសគីឡូ ព្រោះមានសង្សារទីដឹងនេះ ធម្មតាទេឪវាយ៉ាងម៉េចកូនវាអញ្ចឹងហើយឃើញស្រីអត់បាន មិនដែរធីតាចូលចិត្តការងារនៅហ្នឹងឯង ចាប៉ុន្តែខ្ញុំចង់រ៉ាប់រងការងារឲ្យបានច្រើនជាងនេះបន្តិច ខ្ញុំមានបើក clinic ផ្ទាល់ខ្លួនមួយបើធីតាឯងធុញទ្រាន់ការងារនៅហ្នឹងអាចទៅធ្វើការនៅ clinic ខ្ញុំក៏បានខ្ញុំកំពុងត្រូវការអ្នកទទួលភ្ញៀវអ្នកផងចាំខ្ញុំឲ្យនាមបានមួយចៅឈប់សិនហើយឈប់សិនហើយឈប់សិនហើយចាប់ទៅឲ្យលឿនហើយមែនទេដេកខ្មោចធ្វើការផងសន្និសុខមួយទាំងមូលឲ្យចៅចូលលួយរបស់ពីមន្ទីរពេទ្យបាន សុំទោសលោកខ្ញុំ ខ្ញុំមិនដេកលក់គឺដេកលក់ហើយ ខ្ញុំគាត់បិទភ្នែកសម្រាប់មួយផ្លែតហ្នឹង ឯងគួរតែត្រូវដេញចោលហើយ ថាណាខ្ញុំមកខុសពេលទៅដឹងនេះចាំមិនឯងឈឺអីចង់ចូលមកឯងចាំបាច់យកបាច់ផ្កានឹងមកធ្វើអីខ្ញុំចង់មករកឯងព្រោះខ្ញុំនឹកពីអនុស្សាវរីយ៍ដែលកន្លងមកហើយក៏នឹកអ្វីគ្រប់យ៉ាងនៅទីនេះដែរចាំខ្ញុំរត់ធោដាក់សិនណែខ្ញុំមើលតើឯងដូចជាអស់សង្ឃឹមក្នុងជីវិតខ្លាំងណាស់នេះឯងមានរឿងអីហ៎ហើយមិនក៏ឯងមិនឆ្លើយនឹងខ្ញុំឯងគិតថាធ្វើអញ្ចឹងវាសមណាស់ទៅឯងនៅតែនិយាយជាមួយខ្ញុំដូចខ្ញុំកូនសិស្សពេទ្យអញ្ចឹងត្រូវហើយព្រោះខ្ញុំជាគ្រូបង្រៀនវាតែងតែដកនៅក្នុងបេះដូងខ្ញុំជារៀងរហូតមកហើយឯងក៏អញ្ចឹងដែរខ្ញុំគ្មានបេះដូងអីទៀតទេខ្ញុំដូចខ្មោចអញ្ចឹងតាំងពីអស់ការងារទៅមានតែពិសិដ្ឋនឹងអាយទេដែលមកបំពេញជីវិតខ្ញុំឥឡូវទៅចោលខ្ញុំអស់ហើយខ្ញុំគ្មានសេះសល់អីទៀតទេក៏មិនប្រកាសថាអញ្ចឹងដែរដូចជាលោកគ្រូសិទ្ធិអញ្ចឹងអ្វីត្បិតតែគាត់ចូលនិវត្តន៍តែគាត់ក៏អាចមានជីវិតរួមមួយបែបថ្មីរបស់គាត់ដែរហើយឯងក៏អញ្ចឹងដែរខ្ញុំជឿថាចំណេះឯងប៉ុណ្ណឹងឯងអាចរកការងារថ្មីបានធ្វើល្អជាងមុនទៅទៀតគ្រូសិទ្ធិចូលនិវត្តន៍ហើយឯងគួរតែបិទគ្រូឲ្យបានទាំងអស់ទៅហើយដាក់កលឹះឲ្យបានស្រួលបួលផងប្រយ័ត្នចោលចូលមកលួចរបស់ក្នុងសាលាទៀតណាចាអីលោកគ្រូ គឺចោលចូលមកលួចកាបូបធ្វើការរបស់អ្នកគ្រូចាំធីហ្នឹងណាហើយមិនសមមិនឯងអត់ដឹងរឿងហ្នឹងទេមានចោលចូលលួយកាបូបគាត់ណា ព្រោះចុះឯងប្រកាសហើយថាមិនសមមិនឲ្យមានគេចូលមកលួចកាបូបធ្វើការរបស់គាត់ ទេពេលខ្ញុំជួបតុកគាត់ខ្ញុំឃើញកាបូបគាត់នៅអន្តើ អញ្ចឹង នេះជាលើកទី3ហើយដែលខ្ញុំពិមានឯងរឿងដេកលក់ក្នុងម៉ោងធ្វើការប្រពន្ធឯងមានតាក់ទងអីក្នុងរឿងហ្នឹងដែរបានណាខ្ញុំមិនចង់ស្ដាប់លេសរបស់ឯងទៀតទេហើយស្អីហ្នឹងមានជក់បរិយក្នុងម៉ោងធ្វើការផងខ្ញុំសូមទោសលោកខ្ញុំខំផ្ដាច់ហើយតែផ្ដាច់មិនបានសោះ នៅមន្ទីរពេទ្យនេះគ្មានបុគ្គលិកណាដែលទម្លាប់អាក្រក់អញ្ចឹងទេខ្ញុំនឹងដេញឯងចោលហើយកុំអីលោកបើអត់ពីខ្ញុំទៅគ្មានអ្នកណារកស៊ីអញ្ចឹងគ្រួសារខ្ញុំទេណាមួយប្រពន្ធរបស់ខ្ញុំមានផ្ទៃពោះទៀតហើយបើដឹងអញ្ចឹងដែរមិនក៏មិនខំធ្វើការមិនក៏មិនខំគោរពវិន័យឲ្យបានល្អទៅឥឡូវទៅរៀបចំឲ្យបានឯងហើយចេញទៅហើយឯងមានកាយដែរ ខ្ញុំអត់មានកាយទេគ្រាន់តែខ្ញុំគិតថាលោកគ្រូធ្វើមិញដូចជាមិនសមគាត់គ្រាន់តែជក់បរិយហើយលោកគ្រូបញ្ឈប់ការងារគាត់អញ្ចឹងអ្នកណាក៏ដឹងដែរថាក្នុងបរិវេណមន្ទីរពេទ្យហាមជក់បរិយ កែលោកគ្រូជក់ដែរតែ ខ្ញុំឈប់យូរហើយ លោកគ្រូឈប់បានអញ្ចឹងល្អហើយប៉ុន្តែនៅពេលដែលលោកគ្រូផ្ដាច់នោះវាពិបាកដែរអត់ពិបាកបាន អាឡូជំរាបសួរចាផ្នែកអប់រំមែនទេចាខ្ញុំចង់ជំរាបសួរពីព័ត៌មានតំណែងរឿងនៅសាលាគិលានុបដ្ឋាយិកាកម្ពុជាខ្ញុំលើថាពីអ្នកហ្នឹងស្លាញ់គ្នាមួយឆ្នាំពីរហើយនារីសង្ស័យឈ្គួរទេមិនអញ្ចឹងមានចង់សម្រាប់ខ្លួនបានជាទៅស្លាញ់មនុស្សកាត់អីអញ្ចឹងណែធ្វើអីហ្នឹងធ្វើស្អីហ៎បាត់ជាយើងធ្វើឲ្យឯងប្រឡាក់ដើម្បីកុំឲ្យថ្ងៃក្រោយឯងនឹងមាត់ស្អុយអញ្ចឹងទៀត
ហើយគេនិយាយពីអី ពិសិដ្ឋឯងមិនបាច់ដឹងល្អជាង ហេតុអីមិនសើមិញបងចង់ខ្ញុំនិយាយប្រាប់បូរ៉ា បានជាយើងចង់ឲ្យឯងនិយាយប្រាប់គាត់មកពីយើងស្គាល់ឯងវាច្បាស់ពេក ពិតមែនណា ត្រូវហើយយើងគឺជាបងប្អូននឹងគ្នាណាឯងតែអញ្ចឹងមានរឿងអីជួយចិត្តលាក់ទុកក្នុងចិត្តមិនដែលនិយាយប្រាប់គេ ខ្ញុំក៏គិតថាខ្ញុំអញ្ចឹងដែរ ឯងលំមដូរចរិតនេះចេញទៅមានរឿងអីគួរតែនិយាយចេញមកក្រៅមកកាប់ពិតទៅរឿងនោះគ្មានអីគួរឲ្យខ្មាស់មែនទេ សាក់មើលទៅខ្ញុំគិតថាវាមិនពិបាកអីទេ ស្រីពៅឯងនាំក្រុមឯងទៅក្នុងបន្ទប់ពិសោធន៍ទៅចំណែកក្រុមវឌ្ឍនាគឺទៅផ្នែកសម្ភពហើយបូឯណាបូរ៉ាមានអ្នកណាឃើញបូរ៉ាទេ អត់ទេអ្នកគ្រូហើយចុះ យ៉ាងម៉េចមានអីចង់និយាយទេ ពួកយើងចង់នឹងពីរឿងលោកដុកទ័រយុទ្ធគាត់ពិតជាមនុស្សអាក្រក់ហើយចង់ធ្វើបាបកញ្ញាមែនទេអ្នកគ្រូ គ្រាន់តែដឹងថាដុកទ័រយុទ្ធគាត់លែងមកធ្វើការនៅក្នុងមន្ទីរពេទ្យមិត្តភាពយើងទៀតហើយគេនឹងត្រូវជាប់នៅក្នុងគុកយ៉ាងយូរបានហើយនាំគ្នាធ្វើការចុះ ពួកយើងអាសាបានស្រន់នៅទីនេះជាមួយគ្នាខ្លាំងណាស់ហើយនេះហើយគឺជាទីកន្លែងដែលខ្ញុំបាននិយាយប្រាប់នាងថាខ្ញុំឆ្លាញ់នាងជាលើកដំបូងតែឥឡូវខ្ញុំបានបាត់បង់រូបនាងបាត់ទៅហើយ រឿងអូនឯងកំសត់ណាណោះចង់ឲ្យគ្រូទាយអត់បើអត់ទៅគ្រូគ្រៀនបាយណារកបាយបន្តិច បងដាក់tiềnឲ្យខ្ញុំទិញបាយហូបខ្លះមកបង ប៉ា រឿងរសជាតិជីវិតនៅពេលបន្តិចទៀតនេះ រងថ្ងៃប៉ាទៅនៅណា នៅគ្រប់តែកន្លែងហ្នឹងកន្លែងណាក៏ប៉ានៅបានដែរតាមវត្តតាមសួនច្បារ ហេតុអីក៏ប៉ាចង់ធ្វើអញ្ចឹងឥឡូវខ្ញុំទូរស័ព្ទទៅនិយាយជាមួយម៉ាក់សិនណាឲ្យគាត់មកនិយាយជាមួយប៉ាគាត់ដឹងណាគាត់ជិះមកភ្លាមក ុំណាបុរ៉ា ហេតុអីប៉ាចង់ទៅអញ្ចឹងរហូតទៅ ទោះជាបបាចឹងណាក៏ប៉ាមិនទៅវល់ម៉ាក់ឯដែរ ប៉ាមិនបាច់ទៅវល់គាត់ទេម៉ាក់គាត់នឹកប៉ាគ្រប់គ្នានឹកប៉ា បានហើយមិននិយាយទៀតទេទោះជាយ៉ាងណាក៏ប៉ាមិនទៅផ្ទះវិញដែរនេះជាការជ្រើសរើសរបស់ប៉ាចង់អញ្ចឹងប៉ាមិនទៅវិញឲ្យគេមើលងាយប៉ាទេ មិនក៏ប៉ាគិតអញ្ចឹងគ្មានពីណាគេមើលងាយប៉ាទេ ស្ដាប់ណាបារ៉ាប៉ាឥឡូវនេះមានសល់ស្អីទៀតទេអ្នកណាក៏មិនត្រូវការប៉ាដែរហើយការដែលប៉ាក្បត់ចិត្តម៉ាក់ឯងទៅមានស្រីនៅខាងក្រៅថែមទាំងមិនបានប្រើស្រោមអនាម័យវាជាផ្លូវដែលប៉ាជ្រើសរើសដោយខ្លួនឯងទេ តែទោះបីជាយ៉ាងណាក៏ដោយប៉ាក៏នៅតែជាប៉ាខ្ញុំតរហូតហ្នឹង បារ៉ាប៉ាឯងស្លាប់បាត់ហើយ គ្រូខ្ញុំចង់ជួបលោកដុកទ័រលីប៊ុនធរិន គាត់អត់មកធ្វើការទេ ខ្ញុំដឹងតែគាត់នៅណាហើយអ្នកគ្រូពេទ្យដុកទ័រម្នាក់នេះជាមនុស្សអស្ចារ្យខ្លាំងណាស់ហើយនេះវាជារឿងល្អតើ គាត់ត្រូវរបួសដោយទឹកអាស៊ីតឥឡូវនេះគាត់កំពុងតែសម្រាប់ព្យាបាល មន្ទីរពេទ្យនេះធ្វើខុសធ្ងន់ណាស់ដែលឲ្យមនុស្សរោគចិត្តអញ្ចឹងមកធ្វើការហើយមើលទៅគេមិនមែនជាដុកទ័រអីផងមែនទេ សុំទោសខ្ញុំសុំមិននិយាយទេ អញ្ចឹងគួរតែខ្ញុំចុះផ្សាយពីលោកដុកទ័ររត់ទៅដើម្បីកុំឲ្យមន្ទីរពេទ្យនេះមើលទៅវាអាក្រក់ពេកយ៉ាងម៉េចដែរ ស៊ុយហើយមិនហ្នឹងមកឲ្យកាត់អី យើងគ្រោះថ្នាក់ចរាចរណ៍យើងភ្លេចអស់ហើយបើកភ្នែកមកក៏នៅទីនេះហ្មងតែមិនអីទេយើងជប់ចិត្តកន្លែងនេះគ្រូពេទ្យថាយើងមានសំណាងណាដែលនៅរស់ពេទ្យនោះឈ្មោះអីគេអាសិត ម្លាយ ម្លាយឈ្មោះនេះព្រោះណា មិនណាមានការអីអត់ យើងមានស្អីតែយើងមិនដែរសប្បាយចិត្តចឹងទេវើយ ធ្លាក់ខ្លួនឈឺប៉ុណ្ណឹងហើយនៅសោចចេញទៀត មិនឲ្យយើងសើចមិនយើងជាមនុស្សសំណាងយើងទៅសប្បាយចិត្តចឹងហើយ ដេកពេទ្យចឹងហើយសំណាងហើយ តាមផ្លូវទឹកផុសមានជាចាស់ម្នាក់មកទាឲ្យយើងថាយើងមានជីវិតតែម្ដងគត់ដើម្បីកែខ្លួនតែយើងនឹងទាមានត្រូវស្អីយើងគ្រោះថ្នាក់ពីរដងហើយម្ដងនៅចំការមីនហើយលើកនេះគ្រោះថ្នាក់ម្ដងទៀត ការៈធ្ងន់ធ្ងរហើយ
អត់ការទេចាខ្ញុំទៅហៅពេទ្យឲ្យ ណែអាសិតស្ដាប់យើងសិនយើងចង់កែខ្លួនជាមនុស្សល្អណែចាប់ពីពេលទៅយើងធ្វើជាមនុស្សល្អហើយវើយ កុំយំណាម៉ាក់ឯងផែជាអត់បានឲ្យឯងញ៉ាំទឹកអូលីត្រហើយបានជាឯងនិយាយអត់ឈប់អញ្ចឹងតិចទៀតម៉ាក់ឯងត្រឡប់មកវិញណាកុំយំ មើលតែឯងដូចបកាយលួងក្មេងណាល្អតាពិសិដ្ឋក៏ដូចជាកូនក្មេងអញ្ចឹងណាគ្រាន់តែរៀងធំជាងក្មេងបន្តិចមែនទេ ឲ្យគ្នាសុំទោសផងដែលបានប្រាប់ឯងតែទោះជាយ៉ាងណាក៏គ្នាអរគុណឯងដែរដែលបានគ្រប់គ្រងពួកយើង អញគិតថាអញ្ចឹងហ៎ យ៉ាងម៉េចហ្នឹងគ្នាអត់យល់ទេនេះ ហាញប្រហែលជាសប្បាយចិត្តដែរមែនទេដែលឃើញខ្ញុំនឹងពិសិដ្ឋបាយគ្នាដោយសារគេមានទុកមេរោគអេដហាញគិតតែខ្លួនហាញនឹងអស់ចាជាងខ្ញុំណាស់ទៅអី ឯងពិតជាគិតថាគ្នាសប្បាយចិត្តពេលដែលឃើញឯងនឹងពិសិដ្ឋអត់បានរស់នៅជាមួយគ្នាអញ្ចឹងហ៎ឯងនិយាយដូចជាអត់ស្គាល់គ្នាអញ្ចឹង ប្រហែលដែរហ្នឹង លោកដុកទ័រខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាធ្វើខុសធ្ងន់ណាស់ រឿងអី គឺខ្ញុំបានអនុញ្ញាតឲ្យអ្នកកសែតទៅសម្ភាសន៍ដុកទ័ររិទ្ធហ្នឹងណាខ្ញុំគិតថារឿងរ៉ាវដែលតាក់ទងទៅដុកទ័រយុទ្ធនោះគឺវាអាចជះឥទ្ធិពលមិនល្អដល់មន្ទីរពេទ្យយើងប៉ុន្តែបើសិនជាអ្នកកសែតគេចុះពីភាពក្លាហានរបស់កូនគ្រូនោះគឺវាប្រកាសជា គេមិនគួរមកខ្ជិះខ្ជាយពេលវេលាជាមួយរឿងអត់បានការនេះសោះគេគួរតែធ្វើការផ្សេងទៀតផ្សំ ខ្ញុំដឹងថាអ្នកគ្រូពេទ្យប្រកាសជាមានរឿងអី ឆ្លាតដល់ហើយនោះ ខ្ញុំដឹងគ្រប់តែរឿងហ្នឹងគេថាមនុស្សស្រីបើឆាប់ខឹងច្រើនណាឆាប់ចាស់ណាតែអ្នកគ្រូពេទ្យអើយកុំខឹងច្រើនពេកនាំតែខូចសម្រស់ទេ ហើយមិនបានជាការងារប៉ុណ្ណឹងឯងធ្វើមិនចប់ហ៎ សុំទោសប៉ាមកខ្ញុំមកកម្លាំងពេក អូអស់កម្លាំងធ្វើការងារនៅមន្ទីរពេទ្យឯងថាអស់កម្លាំងចុះកាលដែលឯងឲ្យអ្នក